តើបងសម្រាប់នេះមានសម្រាប់ក្បាលកន្លះពួក Exciter មួយគាត់យកមកធ្វើការឡើង60ហ្នឹងអញ្ចឹងសម្រាប់ម៉ូតូនេះគឺថាវាមានបញ្ហាច្រើនមែនតើបងប្អូនណាមានតាំងពីពុះចូលទឹកក្នុងម៉ាស៊ីននេះគឺថាតើឲ្យបងប្អូនពុកអស់ហើយអញ្ចឹងចាំមើលសកម្មភាពពេលខ្ញុំឡើងទាំងអស់គ្នាតើយើងធ្វើហើយវាបានស្អាតប៉ុណ្ណាបងប្អូនដោយសារសម្រាប់ក្បាលកន្លះនេះគឺថាវាពុកអស់ហើយអញ្ចឹងចាំមើលខ្ញុំខ្វែក្បាលកន្លះហើយនឹងជាមួយនឹងស្លងដោបំពង់ដាក់មីស្តង់60បាទតែយកណៃមកអញ្ចឹងបានអត់បានអេអីណែបងប្អូនអញ្ចឹងបងប្អូនបានឃើញគឺថាសម្រាប់ក្បាលកន្លះនេះគឺថាមកអលួយមែនតើបងប្អូនយើងធ្វើការម៉ាតឡើងវិញហើយនៅខ្វៀច្បាប់គឺថាចេញទៅវិញគឺស្អាតមែនតើបងប្អូនអញ្ចឹងសម្រាប់ក្បាលកន្លះនេះច្បាប់យើងឡើងធំជាងសិនមិនអាចយើងដាក់មីស្តង់60នេះបានអញ្ចឹងបើដាក់ច្បាប់សិនយើងដល់យើងចេះខ្វៀបន្ថែមបងប្អូនតែយើងអត់ស្រួលជិះដល់យើងឡើងច្បាប់នេះបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាខ្សោយពួក Exciter អាចឡើងឈុតនេះបានយើងអត់សូវចំណាយលុយច្រើនបងប្អូនស្ពេច60នេះយើងប្រើខ្នើយសិនក៏បានខ្នើយលេងក៏បានហើយសម្រាប់ខ្នើយលេងខាងបងប្អូនមានដែរសម្រាប់60យើងដាក់មកឲ្យត្រូវស្ពេច60ហ្មងអញ្ចឹងសម្រាប់មីស្តង់យើងអ្នកខ្លះគាត់ហៅថាមីស្តង់តុក្កតាបងប្អូនអញ្ចឹងសម្រាប់មីស្តង់នេះគឺថាសាច់វាអេមែនតើបងប្អូនណាអញ្ចឹងប្រើយូរវាធន់នឹងកម្ដៅវាអត់រីកមៀតទេហើយមួយទៀតវាមានភ្នែកច្បាប់ហើយស្រាប់ចាំបងប្អូនដែលជិះពួក Exciter Winner បងប្អូនចង់ឡើងម៉ាស៊ីនដែលជិះធន់ល្មមបងប្អូនអាចឡើង60នេះបានយើងជិះផ្លូវឆ្ងាយបានយើងមិនបាច់បារម្ភថាជិះតិចអត់បានយូរបងប្អូនណាអញ្ចឹងសម្រាប់ស្ពេច60នេះខ្ញុំរៀបច្រើនមែនតើណាយើងអត់មានបញ្ហាទេអញ្ចឹងបងប្អូនដែលត្រូវការធ្វើម៉ាស៊ីន Exciter បាទជាងអាចដោះសម្រាប់ក្បាលកន្លះនេះបានហើយមួយទៀតបងដែលអ្នកជិះនៅពេញនៅខេត្តចង់ធ្វើអាចផ្ញើម៉ូតូឲ្យខ្ញុំធ្វើបានបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូដែលបងធ្វើជាប្រចាំថ្ងៃឲ្យបងមើលទាំងអស់គ្នាបាទ